ស្ថិតក្នុងវរកាសដ៏ប្រសើរថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនៃសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏គង់ខ្ពស់បំផុតគម្រប់90យាងចូល91ព្រះវស្សានេះទូព្រះបង្គំខ្ញុំបាទសូមជូនអត្ថបទព្រះរាជីវប្រវត្តិសង្ខេបនិងវីរភាពភក្តីភាពការបរិច្ចាគនិងព្រះរាជកម្មភាពដង្ហែតាមព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋនៃសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គប្រសូតនៅទីក្រុងសៃហ្គននៅថ្ងៃទី18ខែមិថុនាឆ្នាំ1936និងទទួលបានព្រះនាមដើមថាប៉ូលម៉ូនីកអ៊ីស៊ីដែលជាចំណងអាពាហ៍ពិពាហ៍រវាងលោកខុនប៉ុមពីងនិងលោកហ្សង់ហ្វ្រង់ស្វ័រអ៊ីស៊ីជាជនជាតិបារាំងមានដើមកំណើតអ៊ីតាលីដែលជានាយកគ្រប់គ្រងធនាគារ Credit Foncier ប្រចាំទីក្រុងភ្នំពេញនិងទីក្រុងសៃហ្គនសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គបានបញ្ចប់ការសិក្សាកម្រិតបឋមភូមិនៅសាលាវិទ្យាល័យព្រះនរោត្តមហើយបន្តការសិក្សារហូតដល់បញ្ចប់កម្រិតសិក្សាចំណេះដឹងទូទៅនៅវិទ្យាល័យព្រះស៊ីសុវត្ថិនិងក្រោយមកទៀតនៅសាលាលីសេដេកាតនៅក្នុងរាជធានីភ្នំពេញនៅក្នុងខែមេសាឆ្នាំ1952សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គបានរៀបអភិសេកជាមួយនឹងព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាក្សត្រហើយបន្ទាប់មកព្រះអង្គទទួលបានគោរមងារជាព្រះជាយាព្រះករុណាព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុនិងសម្ដេចព្រះមហាក្សត្រីព្រះអង្គមានព្រះបុត្រាពីរព្រះអង្គទី1គឺព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននិងទី2សម្ដេចនរោត្តមនរិន្ទ្រពង្សនៅចុងឆ្នាំ1950និង60សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គគឺជាពហុនិកាដ៏រុរាយនិងមានសម្រស់ស្រស់ស្អាតនៅក្នុងការធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ប្រមុខរដ្ឋជាច្រើនដែលបានមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានិងក្នុងការហែព្រះរាជដំណើរព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុនៅក្នុងពេលព្រះអង្គយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនប្រទេសបារាំងអង្គការសហប្រជាជាតិប្រទេសហ្វីលីពីននិងប្រទេសឥណ្ឌូនេស៊ីព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គតែងតែចាត់ទុកការធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍កក់ក្ដៅបំផុតដល់ភ្ញៀវបរទេសដែលបានធ្វើទស្សនកិច្ចជាផ្លូវការគឺមានសារៈសំខាន់ណាស់ហើយសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជានិច្ចកាលព្រះអង្គតែងតែយាងហែព្រះរាជដំណើររបស់ព្រះមហាក្សត្រទៅកាន់បណ្ដាខេត្តនានាដើម្បីធានាឲ្យបានមានការរៀបចំចាត់ចែងត្រឹមត្រូវស្រេចបាច់ឲ្យហើយមុនពេលមកដល់នៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋឬតំណាងរដ្ឋាភិបាលបរទេសនៅក្នុងប្រទេសសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គបានបំពេញព្រះរាជតួនាទីជាព្រះប្រធានកាកបាទក្រហមកម្ពុជាពីឆ្នាំ1961ដល់ឆ្នាំ1970នៅពេលដែលរដ្ឋប្រហាររបស់ឧត្តមសេនីយ៍លន់ នល់បានរុញច្រានប្រទេសកម្ពុជាឲ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមដែលឆេះរាលដាលមកពីប្រទេសវៀតណាមបន្ទាប់ពីឧត្តមសេនីយ៍លន់ នល់ធ្វើរដ្ឋប្រហារនៅថ្ងៃទី18មិនិនាឆ្នាំ1970ព្រះករុណាព្រះមហាក្សត្រសម្ដេចព្រះមហាក្សត្រីសមាជិករាជរដ្ឋាភិបាលនិងព្រះរាជវង្សានុវង្សទទួលបានសិទ្ធិជ្រកកោននៅក្នុងទឹកដីសាធារណរដ្ឋប្រជាមានិតចិនរហូតដល់ខែធ្នូឆ្នាំ1975ព្រះករុណាព្រះមហាក្សត្រសម្ដេចព្រះមហាក្សត្រីសមាជិករាជរដ្ឋាភិបាលនិងព្រះរាជវង្សានុវង្សដែលទទួលបានសិទ្ធិជ្រកកោននៅក្នុងប្រទេសចិនបានវិលត្រឡប់មកគង់នៅប្រទេសកម្ពុជាវិញចាប់ពីខែធ្នូឆ្នាំ1975ដល់ខែមករាឆ្នាំ1979ព្រះករុណាព្រះមហាក្សត្រសម្ដេចព្រះមហាក្សត្រីនិងបុត្រទាំងពីររបស់ព្រះអង្គគឺព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីនិងសម្ដេចនរោត្តមនរិន្ទ្រពង្សបានរស់នៅក្នុងការឃុំឃាំងនៅក្នុងព្រះបរមរាជវាំងទីក្រុងភ្នំពេញទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកបែបណាក្តីសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គជានិច្ចកាលសម្ដែងនៅកាយវិការមេត្តាស្រឡាញ់
និងអាណិតអាសូរចំពោះអ្នកដទៃទៀតនៅជុំវិញព្រះអង្គដែលជួបការខ្វះខាតឬឈឺថ្កាត់ជាដើមព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះអង្គបានរំលឹកថានៅក្នុងអំឡុងពេលជាច្រើនឆ្នាំនៅពេលដែលសមាជិកព្រះរាជវង្សានុវង្សទាំងអស់ត្រូវស្ថិតក្រោមការឃុំឃាំងនៅក្នុងព្រះរាជដំណាក់ខេមរិន្ទក្នុងទីក្រុងភ្នំពេញសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គនៅតែផ្ដល់ការថែទាំដោយផ្ទាល់ជូនព្រះរាជវង្សានុវង្សគ្រប់រូបនៅក្នុងព្រះរាជដំណាក់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះអង្គបានមានព្រះរាជឱកាសរំលឹកដូចនេះថាយើងនៅចងចាំបានថាមានថ្ងៃមួយនោះមានស្ត្រីម្នាក់ដែលកំពុងស្នាក់នៅជាមួយនឹងយើងបានដួលបែកក្បាលពេលនោះព្រះមេដារបស់យើងបានរត់ទៅយកកញ្ចប់សម្ភារៈពេទ្យរបស់ព្រះអង្គទាញយកឧបករណ៍ចេញមកធ្វើការជូតសម្អាតមុខរបួសជ្រៅនោះមុននឹងដេរផ្ចិតមុខរបួសទៅវិញបន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅខែតុលាឆ្នាំ1991ដែលបញ្ចប់ការនិរទេសព្រះកាយជាលើកទី2របស់ព្រះរាជវង្សានុវង្សព្រះករុណាព្រះមហាក្សត្រព្រះវររាជបិតានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាបានយាងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ1991គឺនៅពេលនោះហើយដែលសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គបានយាងចូលប្រឡូកនៅក្នុងព្រះរាជកិច្ចសកម្មភាពរបស់កាកបាទក្រហមកម្ពុជាសារជាថ្មីឡើងវិញនៅឆ្នាំ1992សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គបានទទួលការលើកកម្ពស់ព្រះបរមងារជាសម្ដេចព្រះជាយាហើយបន្ទាប់ពីការប្រកាសជាផ្លូវការនៃរដ្ឋធម្មនុញ្ញថ្មីនៅក្នុងខែកញ្ញាឆ្នាំ1993ប្រទេសកម្ពុជាបានផ្លាស់ប្ដូរទៅជារបបប្រជានិយមអាស្រ័យរដ្ឋធម្មនុញ្ញសារជាថ្មីម្ដងទៀតព្រះរាជបល្ល័ង្កត្រូវបានថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុវរ្ម័នដែលព្រះអង្គបានទទួលការអភិសេកជាថ្មីជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គបានទទួលព្រះឋានៈជាសម្ដេចព្រះមហេសីដែលគឺជាព្រះមហាក្សត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងព្រះនាមនរោត្តមមុនិនាថសីហនុក្រោយមកសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គបានទទួលព្រះរាជទានព្រះក្រមងារជាសម្ដេចព្រះរាជអគ្គមហេសីនៅក្នុងព្រះរាជក្រឹត្យប្រកាសនៅថ្ងៃទី2ខែមករាឆ្នាំ1996បន្ទាប់ពីព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានដាក់រាជលែងគង់ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាតទៅទៀតរដ្ឋសភាជាតិជាឯកច្ឆន្ទបានថ្វាយព្រះគោរមងារដល់សម្ដេចព្រះមហាក្សត្រីជាសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលព្រះអង្គគង់ផុតពីក្រសែភ្នែកមហាជនសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គតែងតែមានព្រះកាយវិការដូចប្រជាជនសាមញ្ញយ៉ាងសុទ្ធសាធពោពេញទៅដោយព្រះរាជតម្រិះខ្វល់ខ្វាយចំពោះអ្នកដទៃដែលជាលក្ខណៈសម្បត្តិគួរឲ្យស្ងប់ស្ងាយមួយនៅក្នុងនាមជាព្រះមហាក្សត្រីលើកពីនេះទៅទៀតបើទោះបីជាព្រះអង្គយាងទៅណាមកណានៅក្នុងនាមជាអិសរជនសាធារណៈយ៉ាងណាក៏ដោយសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គនៅតែរក្សាបានព្រះកាយវិការប្រៀបបានជាបុគ្គលសាមញ្ញមួយរូបដែលជាចំណុចធ្វើឲ្យប្រជាជនកម្ពុជាដឹងគុណនិងគោរពស្រឡាញ់ចំពោះព្រះអង្គយ៉ាងខ្លាំងយ៉ាងណាមិញនៅពីក្រោយកាយវិការសាមញ្ញនិងសុភាពប្រៀបសាររបស់ព្រះអង្គសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គមានព្រះរាជតម្រិះអំពីរាល់ព្រឹត្តិការណ៍កើតឡើងបច្ចុប្បន្ននៅប្រទេសកម្ពុជាព្រះមហាក្សត្រីនោះនៃព្រះរាជាណាចក្រយ៉ូដានីបានជួបធ្វើសវនាការជាមួយនឹងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតានៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជានាខែតុលាឆ្នាំ1992ហើយក្រោយមកព្រះមហាក្សត្រីនោះបានសពព្រះរាជហឫទ័យសរសេរព្រះរាជសារលិខិតថាព្រះអង្គមានព្រះរាជហឫទ័យចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលបានស្គាល់ចំពោះភាពរស់រាយនិងចំណេះដឹងជ្រាលជ្រៅរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជុំវិញរឿងសោកនាដកម្មដោយសារបញ្ហាគ្រាប់មីននៅកម្ពុជាសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គបានអំពាវនាវឲ្យមានការបញ្ចប់ការជួញដូរនិងអំពើហិង្សានៅក្នុងគ្រួសារទៅលើស្ត្រី
សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គមានព្រះរាជសវណ្ណន័យថាទង្វើរំលោភបំពានលើរាងកាយនិងការជួញដូរបានបណ្ដាលឲ្យមានការបាត់បង់សេចក្តីថ្លៃថ្នូររបស់ស្ត្រីនិងក្មេងស្រីនិងនាំទៅរកការបាក់បែកតម្លៃគ្រួសារទៀតផងនៅពេលដែលព្រះអង្គបានទទួលការហែហមដោយប្រជាជនសាមញ្ញព្រះកាយវិការបន្ទាប់ព្រះកាយរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាកម្រនឹងមិនទទួលបានការកត់សម្គាល់ណាស់មិនត្រឹមតែប៉ុណ្ណោះសោតព្រះកាយវិការនេះរំលេចឲ្យឃើញនៅព្រះមហាក្សត្រីលក្ខព្រះកាយមួយព្រះអង្គរាល់ទង្វើរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាសបញ្ជាក់ឲ្យឃើញថាព្រះអង្គបានចាត់ទុកប្រជានុរាស្ត្រជុំវិញព្រះអង្គថាជាមនុស្សស្មើភាពគ្នាដោយព្រះអង្គដែរដែលជាទិដ្ឋភាពមួយគួរឲ្យរំភើបចិត្តពេលណាព្រះអង្គស្ថិតនៅជាមួយប្រជាជនកម្ពុជារបស់ព្រះអង្គសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាជាពិសេសនៅតំបន់ជនបទដែលមានប្រជាជនកម្ពុជាជាច្រើននៅតែចាត់ទុករាជានិយមប្រៀបបានទៅនឹងទេវរូបដ៏ត្រចះត្រចង់ការបដិញ្ញាព្រះហឫទ័យរបស់ព្រះអង្គនៅក្នុងនាមជាអ្នកបម្រើមនុស្សធម៌មិនចេះនឿយហត់បានធ្វើឲ្យសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាកាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅតាមបណ្ដាសហគមន៍ជារៀងរាល់ថ្ងៃទី18ខែមិថុនាប្រជាជនកម្ពុជានាំគ្នាប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាដោយហៅថ្ងៃនេះថាទិវាព្រះមាតាជាតិនៅតាមទីក្រុងតូចធំមានការតុបតែងលម្អជាមួយនឹងព្រះបរមឆាយាល័ក្ខណ៍របស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតានិងទង់ជាតិកម្ពុជាដែលសបញ្ជាក់ឲ្យឃើញនូវភក្តីភាពនិងការគោរពដ៏ឧត្តមឧត្តមចំពោះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតានៃកម្ពុជាចាប់តាំងពីព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាព្រះអង្គសោយទីមង្គតនៅខែតុលាឆ្នាំ2012សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គនៅតែបន្តធ្វើព្រះរាជសកម្មភាពមនុស្សធម៌ដែលបានផ្ដួចផ្ដើមដោយព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាប្រយោជន៍ដល់ជនរួមជាតិកម្ពុជាដ៏កំសត់របស់ព្រះអង្គរួមមានកសាងសាលារៀនការបង្កើតមជ្ឈមណ្ឌលសម្រាប់ព្យាបាលការជីកស្រះទឹកសម្រាប់ផ្គត់ផ្គង់ទឹកធ្វើស្រែចម្ការនិងការផ្ដល់ជំនួយឧបត្ថម្ភដល់ជនពិការនិងអ្នកជំងឺជាដើមទន្ទឹមគ្នានឹងនេះដែរសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាព្រះអង្គសពព្រះរាជហឫទ័យប្រោះព្រះរាជទានព្រះរាជនុបត្ថម្ភព្រះរាជទ្រព្យដល់ការសាងសង់មជ្ឈមណ្ឌលព្យាបាលសម្រាប់មនុស្សចាស់ព្រះសីហនុរាជនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅក្នុងព្រះរាជាធានីភ្នំពេញមជ្ឈមណ្ឌលនេះត្រូវបានកសាងឡើងដោយការចំណាយថវិកាអស់ចំនួន $2.9 លានសហរដ្ឋអាមេរិកដែលជាព្រះរាជអំណោយរបស់ព្រះអង្គនិងការបរិច្ចាគរបស់ព្រះរាជវង្សានុវង្សនិងម្ចាស់ជំនួយដទៃទៀតស្ថិតនៅក្នុងវរោកាសដ៏ប្រសើរថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនៃសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទូលព្រះបង្គំសូមក្រាបថ្វាយបង្គំព្រះបរមរាជានុញ្ញាតថ្វាយព្រះសពសាទុការពរជ័យមង្គលថ្វាយចំពោះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងវរោកាសដ៏ប្រសើរថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់90យាងចូល91ព្រះវស្សានៃព្រះអង្គទូលព្រះបង្គំសូមលើកហាត់ប្រណម្យបួងសួងនឹកគុណដល់គុណបុណ្យព្រះរតនត្រ័យទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គជាពិសេសដួងព្រះវិញ្ញាណក្ខន្ធនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋសូមព្រះអង្គស្ដេចយាងប្រោះប្រទានពរជ័យមង្គលដល់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាសូមព្រះអង្គស្ដេចប្រកបតែព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាព្រះកម្លាំងកាយពលមាំមួនព្រះរាជបញ្ញាញាណភ្លឺថ្លានិងបរិវាជាឆ្ងាយអំពីព្រះរគាទាំងឡាយទាំងពួងដើម្បីស្ដេចគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រខ្មែរជាដរាបតរៀងទៅសូមអរព្រះគុណ